បាទសួស្តីនេះគឺជាកម្មវិធីឆ្លើយសំណួរទឹកតការអាមេរិកតើការដែលស្ថាប័នរដ្ឋសហព័ន្ធអាមេរិកសិតដោនបិទទ្វារលែងដំណើរការនាំឲ្យប៉ះពាល់ដល់នីតិវិធីដាក់ពាក្យធានាប្តីប្រព័ន្ធសរុបមកគឺសំណុំរឿងដែលនៅក្នុង USCIS ដែរទេហើយការដាក់ពាក្យស្នើសុំវីសានានាត្រូវបានបញ្ឈប់ដំណើរការឬយ៉ាងណាគេឈប់ចាញ់វីសាឲ្យឈប់ហៅចូលសម្ភាសឬយ៉ាងណាបាទចម្លើយការណាត់សម្ភាសការសម្ភាសនិងការផ្ដល់ទឹកតការឬផ្ដល់វីសាហ្នឹងវាអាស្រ័យទៅលើមន្ត្រីស្ថានទូតប្រចាំនៅប្រទេសនីមួយៗសម្រាប់ពលរដ្ឋខ្មែរយើងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកបានជូនដំណឹងហើយជាស្រេចពលស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញនៅតែបន្តផ្ដល់សេវាកម្មលិខិតឆ្លងដែនផ្ដល់សេវាលិខិតឆ្លងដែនសម្ភាសនិងផ្ដល់ទឹកតការជូនដោយធម្មតាតាមដែលអាចទៅបានបាទសម្រាប់ព័ត៌មានដែលសួរថាមានការបិទស្ថានទូតឈប់សម្ភាសឈប់ផ្ដល់វីសាជូននោះមិនមែនជាព័ត៌មានត្រឹមត្រូវទេសរុបមកស្ថានទូតនៅតែដំណើរការដោយធម្មតាសម្ភាសដោយធម្មតាគ្រាន់តែថាលម្អឿននៃការសម្ភាសនៃការសម្រេចឯកសារនឹងអាចយឺតបន្តិចបន្តួចវាអាស្រ័យទៅលើកម្លាំងធនធានបុគ្គលិកស្ថានទូតងាកមករឿងស្ថាប័នរដ្ឋសហព័ន្ធអាមេរិកបិទទ្វារលែងដំណើរការវិញតិចឬច្រើនគឺប៉ះពាល់និយាយចំប៉ះពាល់ដល់បុគ្គលិកធ្វើការងារនៅតាមស្ថាប័នរដ្ឋដែលអាស្រ័យលើថវិកាសហព័ន្ធបាទក៏ប៉ុន្តែចំពោះការិយាល័យសេវាកម្មអន្តរប្រវេសន៍និងសញ្ជាតិអាមេរិកដែលគេហៅកាត់ថា USCIS វិញធ្វើសកម្មភាពនិងដំណើរការទៅបានគឺអាស្រ័យលើប្រាក់បង់ថ្លៃសេវារបស់អ្នកដាក់ពាក្យបាទមានន័យថាអ្នកដាក់ពាក្យធានាគូតដឹងធានាប្តីប្រពន្ធម៉ែឪបងប្អូនអីហ្នឹងគឺបានបង់ប្រាក់ថ្លៃសេវាជូន USCIS បាទត្រង់ចំណុចនេះហើយទៅសកម្មភាពទទួលសំណុំរឿងដោះស្រាយសំណុំរឿងនៅតែអាចធ្វើឡើងទៅបានដំណើរការទៅបានធម្មតាខណៈពេលស្ថាប័នរដ្ឋផ្សេងគេបិទទ្វារក៏ដោយទោះជាយ៉ាងណាប្រសិនបើការសិតដោនឬការបិទទ្វារលែងដំណើរការរបស់ស្ថាប័នផ្សេងអូសបន្លាយយូរ1ខែ2ខែ3ខែ USCIS អាចនឹងទទួលឥទ្ធិពលហើយប៉ះពាល់ដល់ការពិនិត្យឯកសារនិងរយៈពេលដោះស្រាយសំណុំរឿងបាទព្រោះខ្វះកិច្ចសហការពីស្ថាប័នផ្សេងនឹងនាំឲ្យលម្អឿនដោះស្រាយឯកសារយឺតយ៉ាវតែមិននៅឈរត្រឹងនោះទេបាទគឺមិនមែនថាគេបដិសេធយើងចោលអីទាំងអស់នោះទេគ្រាន់តែយឺតបន្តិចតែបើងាកមកមើលអំពីប្រវត្តិសិតដោនឬបិទទ្វារលែងដំណើរការស្ថាប័នរដ្ឋវិញគឺរាប់មិនអស់សហរដ្ឋអាមេរិករាប់មិនអស់មានពេលខ្លះត្រូវបិទទ្វារ1ថ្ងៃត្រូវសិតដោន2ថ្ងៃ3ថ្ងៃ10ថ្ងៃ20ថ្ងៃក៏មានរីឯរយៈពេលដែលត្រូវបានសិតដោនបិទទ្វារលែងធ្វើការយូរបំផុតគឺ34ថ្ងៃនៅក្នុងអាណត្តិលោកត្រាំគឺខែ12ឆ្នាំ2018បាទអញ្ចឹងសម្រាប់ការសិតដោនវាអញ្ចឹងបាទសម្រាប់ព័ត៌មានផ្សេងតាក់ទងនឹងទឹកតការអាមេរិកក្រុមហ៊ុនយើងខ្ញុំនឹងព្យាយាមបញ្យល់និងបកស្រាយជូនលោកអ្នកបាទខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ